បាទសូមជម្រាបសួរបាទដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលនិយមរៀនភាសាអង់គ្លេសចឹងនៅថ្ងៃនេះគ្រូយើងមានពាក្យភាសាអង់គ្លេសចំនួន4ពាក្យបន្តទៀតហើយដើម្បីចែករំលែកបាទដល់បងប្អូនទាំងអស់គ្នា Number 1 បាទ to pose as somebody Number 2 to pretend to be someone or to be somebody is okay Number 3 to impersonate someone Number 4 to disguise oneself as someone oneself កន្លែងនេះយើងអាចដាក់នៅបើសិនជាគាត់ជាស្រី herself បើសិនជាគាត់ជាប្រុស himself អីចឹងទៅអញ្ចឹងយើងចូលមកអត្ថន័យវាជាភាសាខ្មែរមានន័យថាខ្លែងបន្លំខ្លួនបាទធ្វើខ្លួនជានរណាម្នាក់បាទអញ្ចឹងយើងចូលមកប្រយោគ we go to the sentences the scammers yes post as a bank employee to steal people's information okay post បាទខ្ញុំសេនៅក្នុង past simple ដោយសារតែបានខ្លែងបន្លំខ្លួន the man impersonated a police officer បាទ she disguised herself as a boy បាទនាងបានធ្វើខ្លួនឬក៏បន្លំខ្លួនធ្វើជាក្មេងប្រុសបាទ the thief pretended to be a police officer បាទអញ្ចឹងចោរគឺបន្លំខ្លួនធ្វើជាមន្ត្រីប៉ូលីសអញ្ចឹងទៅបាទអញ្ចឹងទាំងអស់នេះគឺជាពាក្យពាក់ព័ន្ធជាមួយនឹងបាទខ្លែងបន្លំខ្លួនជានរណាម្នាក់អញ្ចឹងបងប្អូនអាចសិក្សានិងរៀនបង្កើតជា sentence បន្ថែមបាទអូខេ